អ្នកខ្លះក៏ចោលសាច់ចោលឆ្អឹងនៅលើភ្នំដើម្បីការពារមាតុភូមិហើយអាយើងគ្រាន់តែពហិការមិនប្រើប្រាស់ផលិតផលសៀមប៉ុណ្ណឹងមិនក៏ពហិការមិនបានទាំងបងប្អូនកងទ័ពរាប់រាប់ពាន់អ្នកអំពុងតែនៅឈរជើងនៅជួរមុខទាំងក្តៅទាំងរងាទាំងកដាភ្លៀងទាំងកដាថ្ងៃទាំងអត់ទឹកទាំងក្តៅកាហែងបងប្អូនអត់ចាំថាកន្លងមកសង្គ្រាមប្រហែលថ្ងៃ20ថ្ងៃជាងនេះអាចុងក្រោយនេះ20សួស្តីបងប្អូនសុខសប្បាយអត់បងប្អូនមួយរយៈនេះហើយចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះបងប្អូនអញ្ជើញទៅដល់ណាដល់ណីដែរបងប្អូនហើយសប្បាយអត់សម្រាប់ខ្ញុំអត់បានទៅណាទេខ្ញុំនៅតែក្រោមផ្ទះណាបងប្អូនដោយសារឆ្នាំនេះខ្ញុំកាន់ទុកដោយសារប្រទេសជាតិយើងកន្លងមកកំពុងតែមានបញ្ហាជាច្រើនពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនណាអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាកាន់ទុកអញ្ចឹងអត់ដើរលេងទៅណាទៅណីទេអត់មានសបាយអីជាមួយបងប្អូនចិត្តខាងអីណាបងប្អូនហើយបងប្អូនថ្ងៃនេះខ្ញុំធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងមួយរយៈកន្លងមកនេះឃើញប្រជាជនខ្មែរយើងក៏ដូចជាយុវជនខ្មែរយើងនៅតែបន្តគាំទ្រផលិតផលសៀមណាក៏ដូចជាម៉ាកសញ្ញារបស់ប្រទេសសៀមហើយខ្ញុំក៏មានចំណុចមួយចំនួនដែលចង់បកស្រាយពាក់ព័ន្ធជាមួយនឹងថាមូលហេតុអីគេខ្លះដែលធ្វើឲ្យប្រជាជនខ្មែរយើងនឹងអត់ផលិតផលសៀមអត់បាននៅតែបន្តគាំទ្រនៅតែផ្លិចខ្លួននៅតែទៅគាំទ្រដដែលណាបងប្អូនក្នុងនោះដែរខ្ញុំឃើញមានប្រហែលជាខ្ទង់6ចំណុចដែលខ្ញុំចង់និយាយថ្ងៃនេះថាមូលហេតុដែលប្រជាជនខ្មែរយើងខ្វះផលិតផលសៀមឬមួយក៏នៅតែបន្តគាំទ្រម៉ាកសញ្ញារបស់សៀមដដែលហើយក្នុងនោះដែរចំណុចទី1ខ្ញុំលើកយកពាក់ព័ន្ធជាមួយគុណភាពដោយសារខ្មែរយើងប្រើប្រាស់ផលិតផលសៀមនឹងវាយូរយារណាស់មកហើយវាយូរដល់តែមែនតើណាហើយគេក៏យកសេដ្ឋកិច្ចពីយើងនឹងទៅច្រើនដែរគេក៏យកលុយពីខ្មែរយើងទៅច្រើនដែរយកលុយពីខ្មែរយកលុយប្រជាជនខ្មែរយើងទៅអភិវឌ្ឍប្រទេសគេច្រើនដែរដោយសារកន្លងមកយើងជឿជាក់លើផលិតផលសៀមអញ្ចឹងកន្លងមកឲ្យតែផលិតផលសៀមគឺនៅក្នុងផ្នត់កំណត់ផាក់យើងគឺល្អហ្មងល្អអាហ្នឹងចំណុចទី1ណាបងប្អូនចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងគុណភាពដែលផលិតផលសៀមពួកគេផលិតគឺគេផលិតមកល្អគុណភាពគេល្អតាំងពីរបស់ប្រើប្រាស់ចំណីអាហារឬមួយក៏គ្រឿងម៉ាស៊ីនគ្រឿងចាក់អីផ្សេងយើងឲ្យតម្លៃទៅខាងផលិតផលសៀមនឹងច្រើនអញ្ចឹងអានេះវាជាចំណុចទី1ចំណុចទី2ងាយស្រួលរកទិញបងប្អូនផលិតផលសៀមនឹងងាយស្រួលរកទិញដោយសារមូលហេតុអីយើងប្រើវាជាយូរយារណាស់មកហើយតាំងពីដើមឡើយគឺយើងឲ្យតម្លៃទៅលើផលិតផលសៀមអញ្ចឹងការនាំចូលក៏ច្រើនតម្រូវការច្រើនការនាំចូលពីប្រទេសសៀមហ្នឹងក៏ច្រើនអញ្ចឹងធ្វើឲ្យគ្រប់ផលិតផលផ្សេងនៅគ្រប់ទីកន្លែងយើងស្រួលរកទិញយើងអាចទៅរកបានអាហ្នឹងទោះជាទៅដល់ចុងកាត់មាត់ញោកដល់ក៏នៅតែស្រួលរកដែរមែនបងប្អូនអាហ្នឹងចំណុចទី2ណាបងប្អូនហើយចំពោះចំណុចទី3ការផលិតនៅក្នុងស្រុកយើង
វាអត់ទាន់គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សម្រាប់ប្រជាជនខ្មែរយើងឯងអានេះវាជាចំណុចមួយដែលយើងកំពុងតែពង្រឹងហើយនឹងអភិវឌ្ឍសមត្ថភាពខ្លួនឯងក្នុងការផលិតផលិតផលផ្សេងដើម្បីផ្គត់ផ្គង់ឲ្យប្រជាជនខ្លួនឯងផងនិងចាប់ឱកាសដើម្បីនាំចេញទៅក្រៅប្រទេសផងប៉ុន្តែជាក់ស្ដែងកន្លងពេលខ្ទង់10ឆ្នាំជាងនេះខ្ញុំឃើញថាខ្មែរយើងផលិតបានច្រើនគ្រប់សពបែបយ៉ាងខ្មែរយើងនៅតែផលិតបានយើងអាចផលិតបានប្រើប្រាស់ដោយខ្លួនឯងបានណាបងប្អូនប្រើប្រាស់ដោយខ្លួនឯងបានយើងផលិតខ្លួនឯងបានយើងប្រើប្រាស់នៅក្នុងស្រុកបានមានផលិតផលខ្លះទៀតអាចនាំចូលទៅដល់ប្រទេសក្រៅដូចជាអឺរ៉ុបកូរ៉េអីហ្នឹងកូរ៉េអូស្ត្រាលីអាមេរិកអីហ្នឹងយើងនាំចូលឃើញនាំចូលទៅច្រើនអញ្ចឹងយើងមួយរយៈកាលកន្លងមកនេះយើងផលិតបានច្រើនប៉ុន្តែវាអត់ទាន់គ្រប់គ្រាន់ទេបងប្អូនយើងនៅតែអត់ទាន់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យប្រជាជនខ្លួនឯងដោយមួយរយៈកាលកន្លងនេះយើងផលិតបានទាំងអស់កង់ឡានស្រាបៀរភេសជ្ជៈស្អីគេគ្រឿងប្រើប្រាស់អីផ្សេងកាពិកប៉ុកអីផ្សេងយើងផលិតបានយើងផលិតបានរហូតដល់ចំណីអាហារមាននំមានអីផ្សេងជាដើមនោះយើងអាចផលិតបានប៉ុន្តែយើងផ្គត់ផ្គង់ឲ្យប្រជាជនខ្លួនឯងនឹងអត់ទាន់គ្រប់អាហ្នឹងចំណុចទី3ហើយមួយទៀតចង់បញ្ជាក់ថានៅពេលដែលយើងផលិតបានខ្លួនឯងបើយើងប្រៀបធៀបតម្លៃជាមួយអីវ៉ាន់នាំចូលយើងនៅតែថ្លៃអញ្ចឹងប្រជាជនក៏ដូចជាយុវជនខ្មែរយើងមួយចំនួនក៏គិតទៅលើបញ្ហាតម្លៃបញ្ហាអីផ្សេងហ្នឹងក៏នៅតែគ្រប់គ្រងផលិតផលសៀមបន្តទៀតទៅហើយចំណុចទី4ទម្លាប់ប្រើខ្ញុំបាននិយាយមុននឹងពាក់ព័ន្ធមួយនឹងគុណភាពអីទៅលើផលិតផលសៀមផ្សេងហ្នឹងអញ្ចឹងទម្លាប់ប្រើហ្នឹងមិនបងប្អូនទម្លាប់ប្រើហ្នឹងយើងបានន័យថាយើងស៊ាំក្នុងការប្រើប្រាស់ផលិតផលសៀមទៅហើយយើងទទួលស្គាល់វាទៅហើយមែនទេយើងធ្លាប់ប្រើវាឧទាហរណ៍ថាថ្នាំដុសធ្មេញការឈូក2អីចឹងទៅអញ្ចឹងយើងធ្លាប់ប្រើវាខហ្គេតអីចឹងទៅយើងធ្លាប់ប្រើវាអញ្ចឹងយើងនៅតែក្នុងផ្នែកកំណត់យើងពេលទៅទិញថ្នាំដុសធ្មេញគឺរកខហ្គេតរកអីគេការឈូក2ណាប្រេងកាឡាខ្ញុំនិយាយថាប្រេងកាឡាមកចុះតាប៉ែប្រេងកាឡាតាប៉ែអញ្ចឹងកន្លងមកយើងនៅពេលដែលយើងទិញប្រេងកាឡាគឺនឹកឃើញមុនគេគឺតាប៉ែហ្នឹងហ្មងតាប៉ែហ្នឹងគឺផលិតផលប្រេងកាឡារបស់ប្រទេសសៀមអញ្ចឹងយើងត្រឡប់ប្រើវាយើងត្រឡប់ប្រើតាប៉ែហ្នឹងហើយដល់ពេលយើងទិញអាផ្សេងមកដូចអត់ត្រូវអញ្ចឹងយើងប្រើតាប៉ែហ្នឹងទៀតអញ្ចឹងយើងត្រូវតែទៅរកអាតាប៉ែហ្នឹងទៀតដើម្បីយកមកប្រើប្រាស់មែនទេបងប្អូនអាហ្នឹងត្រឡប់ប្រើឧទាហរណ៍ថាគោយន្តយើងប្រើគូបូតាភាគច្រើនយើងនាំចូលពីថៃយើងធ្លាប់ប្រើវាល្អពេលមានបងប្អូនមានអីចឹងទៅយើងធ្លាប់ប្រើល្អណែនាំគូបូតាប្រើល្អចេះតែទិញអាគូបូតាហ្នឹងទៀតទៅទោះជាមានផលិតផលផ្សេងយកមកប្រកួតប្រជែងឬមួយយកមកជំនួសបានក៏ដោយក៏នៅតែគូបូតាហ្នឹងល្អដែរអាហ្នឹងវាជាអ្វីដែលពាក់ព័ន្ធជាមួយនឹងទម្លាប់នៃការប្រើប្រាស់ទៅលើផលិតផលសៀមនឹងឯងចំណែកទី5ពាក់ព័ន្ធជាមួយតម្លៃយើងគិតថាអញ្ចេះបងប្អូនតម្លៃផលិតផលម៉ាកសញ្ញាតែមួយខ្ញុំនិយាយថាគូបូតាតែមួយចុះគូបូតាតែមួយផលិតគូបូតាវាផលិតផល brand name ផាកជប៉ុនប៉ុន្តែវាផលិតនៅថៃអញ្ចឹងអត្រាតនាំចូលពីថៃថោកជាងពីជប៉ុនប៉ុន្តែប្រើប្រាស់បានដូចគ្នាអញ្ចឹង
cái chăm bách ấy từ tên phải Japan mình từ tên phải thay kêu bả lá về giờ bộ chiêng Japan tên thay chiêng chẳng tới nó bong bồn chẳng bẹ pon mua từ lái rồi chẳng này u đó ra mà tàu trim rư mua còn mà tàu ấy chưa trim đã khơi miên bị na cái nom châu bị Japan này mà nom châu bị chán bị thay đằng ấy lão nó phần này lão nó khơi miên còn môn tờ làng nấu khmai dương tràn tờ làng nấu khmai dương bàn chẳng mà tàu trim Honda em xem tờ làng nấu khmai chẳng bẹ pon mua kêu bả lá nhóm ọt đằng tới ta cái nom châu bị thái rư mua có cái nom châu bị Japan dương ở đằng thì để pra rụp môn ấy dương ở đằng đấy còn ta khmai dương sọc ngái dương tờ làng trim bàn chẳng bẹ pon môi tờ lái cái kịch cu tờ lư năng ấy nắng bẹ pon môi tờ lái hay chỉ nói môi tiết bong bồn đại cả long mốc nè bong bồn mai chỉ nuôn thom đại nom con đi bạc ca bẹ hệ ca mình pra phải là tập họ xiêm á nè nhom khơi bong bồn mai chỉ nuôn thom phơi ban lò bẩn to bẹ hệ ca môi dữ vật đôi nhom như nhóm cứ bẹ hệ ca ắt pra phải là tập họ xiêm ông mà dữ vật ơi chẳng bong sẵn khâm ra bong bồn ai nắng bẹ ca đôi nhóm này bản tay nhóm khơi mà dẫn ấy cứ khơi bong bóng phơi ban lò bẹ pon mỗi ca bẹ ca và lật tập hòa xiêm bản tay lò món ấy cả nhóm khơi tha miên phải chia chôn rư môi có giúp với chôn khmai mai chỉ nuôn nấu tại plick ca chư chắp đây cả lon mốc xiêm bàn mơ nghe dương bàn liên piên dương nó bong bồn bàn liên piên dương bàn mơ nghe dương sắt tại dương chỉ nẹ xong tiền phải chia chôn mai thằng ó sắt tại nẹ xong tiền mơ nghe giả hào chẳng hơi nhom trong ấy bong bồn bẩn to pe hệ ca bẩn to tiết bẩn tai mày dạ khói ní nhom khơi tha bong bồn khmai dương mà chỉ muốn plek luôn nâu tại control phải là tập ho xiêm nâu tại control mạng sẽ nhà của xiêm tại đài rồi cả ta trong khởi nó cứ cả ta luôn anh mộng cả ta luôn anh plek luôn dọc lối từ tây là bo xiêm đầm bay oi phụ vía bầm pom sẽ được cách vía tới bằng răng mà tập hiệp vô thiệp hạ vía đầm bay mà chỉ liên piên dừng chân sản phẩm po bong ôn tha ai bằng to bẹ ca ban tiết bằng to bẹ ca tiết bong ôn công plek luôn pra và lót po vía tiền công do lôi dương ta ao vía chỉnh chăm luôn vía hai vía bọ các ba mà vài dương nè bong ôn chẳng bong ôn muốn nâng tên là bo xiêm á số mọi bong ôn cất tờ lư nè ở trong cắt khu có ba là bong ôn muốn nâng tên là bo xiêm muối á xua sầm nua ở trong cắt khu có ba ra cua tên on hay mua là hết ấy bản tình hay vào tên tao vía dạng bạch là nè pè nè cốt vì thư cả lo mò vì thư bạp với cái là chẳng muốn nâng tên là bo viên muối xôm ở cất bị cha nè ở bang phu mình men ra nhóm mình nữ chuyện để dùng bài tê bàn tay không niệm nhóm chỉ khmai nhóm nấu tái bẩn to bẹ cá phải lật tập ho xiêm tại đây nhóm nấu tái bẩn to bẹ cá lật ho xiêm tại đây mà dụ vật bong bồn tôi chỉ ngày khôi từ miền dương trâu kia cái đó có nhóm nấu ta ọt prao lật ho xiêm đây chẳng bong bồn ở cho nó mai chỉ nuôn mua là hết mai chỉ nuôn thằng lươn đấy để nhóm ăn rịp rộp ní nhóm miên là phần năng đầm bay chạy lấy tại đó bong bồn hay còn miên mà tệ bo to luôn tha sản phẩm po đầm bong bồn bẩn to bẹ ca chụp prao là tập ho xiêm bẩn to tiền còn toàn plek luôn bong bồn ăn nát bong bồn vì đấy con to để cầm pung tay bằng pin cả ta bằng cách nấu chua mốc
ទោះជាចូលឆ្នាំទោះជាមានភ្លៀងធ្លាក់ខ្យល់ព្យុះស្គររន្ទះពួកគាត់នៅលើភ្នំម្ល៉េះឯណោះអ្នកខ្លះក៏ចោលសាច់ចោលឆ្អឹងនៅលើភ្នំដើម្បីការពារមាតុភូមិហើយអាយើងគ្រាន់តែពហិការមិនប្រើប្រាស់ផលិតផលសៀមប៉ុណ្ណឹងមិនក៏ពហិការមិនបានទាំងបងប្អូនកងទ័ពរាប់រាប់ពាន់អ្នកកំពុងតែនៅឈរជើងនៅជួរមុខទាំងក្តៅទាំងរងាទាំងកដាភ្លៀងទាំងកដាថ្ងៃទាំងអត់ទឹកទាំងក្តៅកាហែងបងប្អូនអត់ចាំថាកន្លងមកសង្គ្រាមប្រហែលថ្ងៃ20ថ្ងៃជាងនេះអាចុងក្រោយនេះ20ថ្ងៃជាងតើបងប្អូនដែលជាវីរៈកងទ័ពកម្ពុជាយើងនឹងគាត់បូជាសាច់ស្រស់ឈាមស្រស់អស់ប្រហែលនេះពួកគាត់ធ្វើបានហើយមូលហេតុអីបានពួកយើងនេះធ្វើមិនបានគ្រាន់តែពហិការមិនប្រើប្រាស់ផលិតផលសៀមមិនក៏ធ្វើមិនបានហើយក៏ខួរក្បាលដុសផ្សិតហ្មងចឹងសំណុំពរដល់បងប្អូនគួរតែបន្តពហិការបន្តទៀតពហិការឈប់ប្រើផលិតផលសៀមណាបងប្អូនខ្ញុំសំណុំពរប៉ុណ្ណឹងហើយអរគុណច្រើនវីដេអូខ្ញុំថ្ងៃនេះរឿងចាញ់រឿងវែងបន្តិចដោយសារមានរឿងក្នុងចិត្តត្រូវនិយាយច្រើនហ្នឹងហើយបងប្អូនអរគុណច្រើន